ខ្ញុំអរគុណក្រុមគ្រូពេទ្យទាំងអស់ដែលយកចិត្តទុកដាក់ការថែទាំជាពិសេសបងប្អូនអើយក្រុមគ្រូពេទ្យនិយាយថាចិត្តធ្ងន់ខ្លាំងមែនទែនហ្មងកូនខ្ញុំនិយាយថាកំពូលហ្មងលីហួរគឺកំពូលបងប្អូនប៉ុន្តែក្រុមគ្រូពេទ្យគឺថានៅតែមានស្នាមញញឹមសម្រាប់កូនខ្ញុំទៀតខ្ញុំសូមអរគុណមែនទែនហ្មងសម្រាប់ករណីកូនប្រុសរបស់ខ្ញុំលីហួរហ្នឹងដែលគាត់កើតជំងឺមហារីកបាក់ភ្នែកបងប្អូនមានដឹងទេថាលីហួរព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប3ដូចលីហួរបានទៅព្យាបាលនៅសហរដ្ឋអាមេរិកហេតុអីបានជាខ្ញុំនិយាយបែបនេះនៅក្នុងករណីដែលលីហួរគាត់បានលាប់មហារីកមកវិញបងប្អូនគឺក្រុមគ្រូពេទ្យទាំងក្នុងស្រុកនិងក្រៅស្រុកគឺគាត់ធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញមែនទែនដើម្បីសង្គ្រោះជីវិតលីហួរអានេះខ្ញុំនិយាយត្រង់មែនតើហ្មងបងប្អូនហើយមិនត្រឹមតែជាប្រភេទជំងឺមហារីករបស់លីហួរឯងសូម្បីតែក្មេងៗដែលគាត់កើតជំងឺមហារីកគ្រាប់ឈាមអីក៏ដោយគឺគាត់ព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ3ដូចគាត់ព្យាបាលនៅសហរដ្ឋអាមេរិកចឹងបងប្អូនគឺគេខុសប្រៃគ្នាល្អខ្លាំងមែនតើហ្មងអានេះខ្ញុំលើកតែករណីរបស់កូនខ្ញុំមួយដែលគាត់ធ្វើការព្យាបាលជំងឺមហារីកណាបងប្អូនដុកទ័រដែលគាត់ប្រចាំនៅមន្ទីរពេទ្យកុមារអង្គរគឺគាត់ធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់មែនតើហ្មងនៅក្នុងករណីក្មេងៗមួយជាពិសេសគឺនៅលើកូនខ្ញុំផ្ទាល់ណាបងប្អូនគឺគាត់មិនមែនពិភាក្សាតែដុកទ័រនៅខាងក្នុងមន្ទីរពេទ្យណាបងប្អូនគាត់មានជាលក្ខណៈអនឡាញការងារអនឡាញគាត់ដែលធ្វើការពិភាក្សាគ្នាក្នុងករណីកូនរបស់ខ្ញុំហ្នឹងគឺទៅជាមួយនឹងខាងក្រុមគ្រូពេទ្យជនជាតិអាមេរិកទៀតបងប្អូនដូច្នេះហើយខ្ញុំអាចនិយាយបានថាបងប្អូនទាំងអស់គ្នាយកកូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបគឺជាមន្ទីរពេទ្យដែលព្យាបាលកូនរបស់លោកអ្នកដោយយកចិត្តទុកដាក់ការថែទាំគឺល្អិតល្អន់មែនទែនសម្រាប់វិធីសាស្ត្រនៃការព្យាបាលគឺគេព្យាបាលគួបផ្សំគ្នាជាមួយនឹងមន្ទីរពេទ្យនៅក្រៅស្រុកហើយបងប្អូនអត់ជឿបងប្អូនទាំងអស់គ្នាអាចតាមដានវីដេអូ live របស់លោកគ្រូផារ៉ាមែនព្រោះដោយសារខ្ញុំអាសាតាមដានគាត់គឺមានកិច្ចពិភាក្សាជាមួយនឹងជំងឺភ្នែកផ្សេងមិនថាកូនខ្ញុំមិនថាអ្នកជំងឺផ្សេងទេបងប្អូនគឺគាត់ពិភាក្សាតែអនឡាញហើយនៅក្នុងអនឡាញរបស់គាត់ហ្នឹងគឺមានជនជាតិក្រៅមានជនជាតិអីទៀតបងប្អូនអញ្ចឹងខ្ញុំសំណាងបងប្អូនដែលខ្ញុំបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបព្រោះបើសិនជាអត់មានមន្ទីរពេទ្យកុមារអង្គរទេណាខ្ញុំនិយាយត្រង់ខ្ញុំនិយាយអត់ដល់ចំណុចហ្នឹងខ្ញុំហៅពីអីនឹងអរគុណមន្ទីរពេទ្យអត់ឃើញបងប្អូនខ្ញុំអរគុណតែមន្ទីរពេទ្យខ្ញុំអរគុណទាំងក្រុមគ្រូពេទ្យទាំងអស់ទាំងគ្រប់ផ្នែកទាំងអស់ដែលបានជ្រោមជ្រែងជួយដល់កូនរបស់ខ្ញុំខ្លាំងមែនទែនបងប្អូនបើសិនជាករណីរបស់លីហួរបើសិនជាខ្ញុំធ្វើការចំណាយដើមទុននិយាយថាដើមទុនហ្មងក្នុងការព្យាបាលកូនរបស់ខ្ញុំចាំតាំងពីគាត់អាយុ6ខែខ្ញុំអាចចំណាយគឺរាប់ម៉ឺនដុល្លារហ្មងបងប្អូនហើយមិនត្រឹមតែចាក់ថ្នាំគីមីទេគាត់នៅមានសេវាបាញ់ឡាសេរទៀតបងប្អូនដើម្បីការពារភ្នែកគាត់នៅជំនាញដំបូងហើយបងប្អូនទាំងអស់គ្នាមើលករណីដូចក្មួយឆូលីអញ្ចឹងឃើញទេគាត់ណាគាត់ទៅព្យាបាលនៅក្រៅស្រុកគាត់គ្រាន់តែបាញ់តាមរស្មីលឺម៉ាក់ប៉ាគាត់និយាយអស់ប្រហែលម៉ឺនបងប្អូនបាញ់ម្ដងហើយកូនប្រុសរបស់ខ្ញុំឆ្លងកាត់ទាំងចាក់គីមីទាំងបាញ់ឡាសេរនិយាយទៅបើសិនជាអត់មានមន្ទីរពេទ្យកុមារអង្គរទេខ្ញុំមិនដឹងថាត្រូវចំណាយលុយអស់ប្រហែលដើម្បីព្យាបាលកូននេះនិយាយទៅខ្ញុំអរគុណខ្លាំងមែនតើហ្មងហើយខ្ញុំនៅតែនិយាយដដែលថាបើសិនជាទៅមុខទៅមានរឿងអីកើតឡើងក៏ខ្ញុំអត់ភ្លេចគុណមន្ទីរពេទ្យកុមារអង្គរដែរដែលគាត់បានជួយនិយាយទៅគឺគាត់បានជួយជីវិតកូនខ្ញុំជួយដល់ក្រុមគ្រួសារខ្ញុំនិយាយទៅកាត់បន្ថយចំណាយខ្ញុំច្រើនខ្លាំងមែនតើបងប្អូនដែលពួកខ្ញុំអត់មានលទ្ធភាពក្នុងការព្យាបាលកូនណាប៉ុន្តែខ្ញុំគឺបានមន្ទីរពេទ្យជួយរហូតដល់កូនខ្ញុំអាយុ14ឆ្នាំបងប្អូនសូម្បីតែឥឡូវលីហួរក៏នៅតែទទួលបានការព្យាបាលពីមន្ទីរពេទ្យហើយមន្ទីរពេទ្យចំណាយលុយមួយសាទៀតដើម្បីសង្គ្រោះជីវិតគាត់បងប្អូនចំណាយលុយមួយសាទៀតដើម្បីសង្គ្រោះជីវិតគាត់ខ្ញុំអរគុណមន្ទីរពេទ្យហើយខ្ញុំនៅតែអំពាវនាវហើយអំពាវនាវទៀតខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាជួយធ្វើការបរិច្ចាគដោយផ្ទាល់តែ